ដូចដែលបានទស្សនារួចមកហើយនៅវីដេអូទី1អំពីទីតាំងអំពីមុខងារនិងគោលបំណងក្នុងការសាងសង់ប្រាសាទនិងការប្រើប្រាស់សម្ភារៈសំណង់នៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ប្រាសាទមួយក្នុងចំណោមប្រាសាទទាំងពីរដែលមាននៅក្នុងខេត្តកណ្ដាលដែលប្រាសាទទី1នេះមានឈ្មោះថាប្រាសាទស្រីគ្រប់លក្ខណ៍ជឿថាមានបងប្អូនមួយចំនួនបានដឹងនិងស្គាល់រួចមកហើយពីប្រាសាទមួយនេះតែក៏នៅមានបងប្អូនមួយចំនួនទៀតនៅមិនទាន់បានស្គាល់នៅឡើយនៅក្នុងថ្ងៃនេះយើងនឹងទៅស្គាល់ប្រាសាទមួយនេះទាំងអស់គ្នាថាតើប្រាសាទស្រីគ្រប់លក្ខណ៍មានទីតាំងនៅទីណានៃខេត្តកណ្ដាលព្រមទាំងរឿងរ៉ាវផ្សេងៗទៀតរបស់ប្រាសាទស្រីគ្រប់លក្ខណ៍មានទីតាំងស្ថិតនៅចង្កេះភ្នំបាសិទ្ធនៅក្នុងភូមិតាពេជ្រឃុំឈ្វាំងស្រុកពញាឮខេត្តកណ្ដាលដែលមានចម្ងាយប្រមាណ27គីឡូម៉ែត្រពីរាជធានីភ្នំពេញជាបន្តទៅទៀតយើងនឹងទៅស្គាល់ពីប្រវត្តិជាទូទៅនិងលក្ខណៈពិសេសរបស់ប្រាសាទស្រីគ្រប់លក្ខណ៍ប្រាសាទស្រីគ្រប់លក្ខណ៍កសាងឡើងពីឥដ្ឋមានរាង4ជ្រុងទ្រវែងបែរមុខទៅទិសខាងលិចដោយងាកមុំប្រមាណ2ឬ3ដឺក្រេទៅទិសខាងត្បូងដែលមានទ្វារចូលនៅទិសខាងលិចនិង3ទិសផ្សេងទៀតរចនាជាទ្វារបញ្ឆោតអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺស្ថាបត្យករកសាងប្រាសាទឡើងគ្របពីលើផ្ទាំងថ្មធម្មជាតិមួយមានរាងស្ដួចចុងជារបៀបត្រៃកោណដែលនៅខាងក្រោមផ្ទាំងថ្មនេះភ្ជាប់ដោយរូងភ្នំធម្មជាតិតូចមួយផងដែរត្រង់ចំណុចនេះវាមិនមានអ្វីចម្លែកនោះទេត្បិតការជ្រើសរើសទីតាំងសម្រាប់ការកសាងប្រាសាទណាមួយគេច្រើនជ្រើសរើសទីតាំងណាដែលពាក់ព័ន្ធទៅនឹងជំនឿដែលមានស្រាប់ដូចជារូងភ្នំឬទីទួលខ្ពស់ដែលខ្មែរច្រើនគិតថាជាកន្លែងជម្រករបស់ពពួកអាទិទេពរស់នៅម្យ៉ាងវិញទៀតផ្ទាំងថ្មដែលមានរាងស្ដួចចុងនឹងរូងភ្នំនេះទំនងជាមនុស្សសម័យបុរាណប្រដូចទៅនឹងព្រះសិវលិង្គនិងទម្រយោនីធម្មជាតិតែម្ដងចំពោះក្បាច់លម្អស្ថាបត្យកម្មនៅប្រាសាទនេះគឺមានក្បាច់ចម្លាក់ជាច្រើនដែលគួរឲ្យកត់សម្គាល់ដូចជាក្បាច់សសរពេជ្រក្បាច់លម្អនៅលើផ្តែរក្បាច់វិមានអណ្ដែតនៅតាមជញ្ជាំងនិងក្បាច់លម្អផ្សេងទៀតនៅតាមខឿនរបស់ប្រាសាទការលម្អសសរពេជ្រនៅប្រាសាទស្រីគ្រប់លក្ខណ៍គឺមានរាងមូលដែលផ្នែកក្បាលសសរលម្អជាក្បាច់ត្របកឈូកនិងក្បាច់ថូទឹកឬក្អមទឹកដែលជាទម្រង់ទូទៅដូចដែលគេធ្លាប់បានឃើញនៅតាមប្រាសាទផ្សេងៗទៀតដែលមានអាយុកាលនៅសតវត្សទី7ឬដើមសតវត្សទី8ចំណែកឯការលម្អផ្តែរនៅទិសខាងកើតគឺគេធ្វើឡើងពីឥដ្ឋមានក្បាច់បន្ទាត់ធ្នូរាងសំប៉ែតរីឯផ្តែរខាងលិចនៃទ្វារចូលប្រាសាទយើងឃើញថាជាការវិវត្តផ្តែរក្នុងរចនាបថកំពង់ព្រះដែលមានក្បាច់ខាងចុងជារង្វង់គូបខ្យងគួចឡើងលើនិងផ្នែកកណ្ដាលលម្អជាក្បាច់ទម្រង់ស្លឹកឈើហើយលក្ខណៈបែបនេះគឺស្រដៀងទៅនឹងផ្តែរនៅប្រាសាទកំពង់ព្រះខេត្តកំពង់ឆ្នាំងជាដើមបើមើលទៅលើរូបរាងស្ថាបត្យកម្មនិងក្បាច់លម្អគេអាចដឹងបានថាប្រាសាទស្រីគ្រប់លក្ខណ៍ជាប្រាសាទដែលកសាងឡើងនៅមុនសម័យអង្គរក្នុងសតវត្សទី7ឬដើមសតវត្សទី8ប៉ុន្តែអ្វីដែលអាចកំណត់កាលបរិច្ឆេទបាននោះគឺប្រភពសិលាចារឹកហើយនៅប្រាសាទនេះគេធ្លាប់បានរកឃើញសិលាចារឹកមួយដែលចុះបញ្ជីលេខ K78 ហើយសិលាចារឹកនោះគេបានយកទៅរក្សាទុកនៅរាជធានីភ្នំពេញតាំងពីដើមសតវត្សទី20មកម្ល៉េះសិលាចារឹកនេះចារជាភាសាខ្មែរមានចំនួន23បន្ទាត់ដែលរៀបរាប់ពីដង្វាយថ្វាយទៅដល់ព្រះអាទិទេពប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សទី7ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនាសរុបមកប្រាសាទស្រីគ្រប់លក្ខណ៍គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យមុនអង្គរមួយដែលគេកសាងឡើងគ្របពីលើផ្ទាំងថ្មនិងរូងភ្នំធម្មជាតិដែលមានស្រាប់ហើយទំនងជាគេចាត់ទុកផ្ទាំងថ្មជាសិវលិង្គនិងរូងភ្នំជាទម្រយោនីផ្អែកទៅតាមប្រភពសិលាចារឹកដែលគេបានរកឃើញនៅទីនោះនិងផ្នែកតុបតែងលម្អរបស់ប្រាសាទគេអាចកំណត់អាយុកាលប្រាសាទស្រីគ្រប់លក្ខណ៍ជាប្រាសាទដែលកសាងឡើងនៅចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ពោលគឺស្ថិតនៅក្នុងសម័យចេនឡា
ហើយក្នុងពេលបច្ចុប្បន្នប្រាសាទនេះមានការខូចខាតផ្នែកដំបូលយ៉ាងធ្ងន់ធ្ងរហេតុនេះហើយទើបយើងឃើញមានការធ្វើជាដំបូលស័ង្កសីគ្របពីលើដើម្បីកុំឲ្យមានទឹកភ្លៀងចូលក្នុងប្រាសាទនិងដើម្បីឲ្យមានភាពងាយស្រួលនៅពេលដែលបងប្អូនចូលទៅគោរពបូជានៅខាងក្នុងប្រាសាទនេះហើយទីតាំងប្រាសាទស្រីគ្រប់លក្ខក្នុងពេលបច្ចុប្បន្នគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលមានទាំងភ្ញៀវជាតិនិងអន្តរជាតិបានទៅទស្សនាកម្សាន្តនៅទីនោះដូច្នេះបងប្អូនទាំងអស់គ្នាក៏អាចធ្វើដំណើរទៅកម្សាន្តដើម្បីទស្សនានិងស្វែងយល់ពីសំណង់ប្រាសាទនេះផ្ទាល់ថាតើក្នុងពេលបច្ចុប្បន្នសំណង់ប្រាសាទមួយនេះនៅសល់រូបរាងនិងលក្ខណៈបែបណាខ្លះលើសពីនេះទៅទៀតក៏ជាការចូលរួមថែរក្សានិងលើកតម្កើងពីប្រាសាទបុរាណខ្មែរដែលជាពិសេសវាគឺជាសម្បត្តិវប្បធម៌ដែលបុព្វបុរសខ្មែរបានខិតខំកសាងឡើងដោយបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់ពីភាពអស្ចារ្យនៃស្នាដៃស្ថាបត្យកម្មបុរាណនិងជួយបង្ហាញពីភាពអស្ចារ្យទាំងនេះឲ្យគ្រប់គ្នាបានដឹងថានៅក្នុងខេត្តកណ្ដាលក៏មានសំណង់ប្រាសាទបុរាណខ្មែរដែរបន្ថែមពីនេះទីតាំងប្រាសាទខាងលើគឺពោរពេញទៅដោយធម្មជាតិយ៉ាងស្រស់បំព្រងដែលមានទាំងដើមឈើតូចធំជាច្រើនដែលក្រៅពីការទស្សនាប្រាសាទបុរាណបងប្អូនក៏អាចគយគន់ទេសភាពនិងផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍បានផងដែរ